មានញាតិញោមខ្លះក៏មានប្រសាសន៍ថាអាត្មានឹងសាច់កម្មណាស់ជាមួយនឹងសត្វសំណោះសត្វឆ្មាទាំងអស់នឹងទៅណាមកណាទៅព្រះវិហារថ្វាយបង្គំព្រះទៅសាលាបង្រៀនព្រះសង្ឃទៅបិណ្ឌបាតប្តីឃើញតែសត្វសំណោះនឹងហែហមអមដំណើរទៅហើយញោមខ្លះក៏មានប្រសាសន៍ទៀតថាស្មោកគ្រោកណាស់ចម្រើនពរអាត្មាមិនដឹងថាញោមនិយាយនេះញោមស្អប់មិនចូលចិត្តអាត្មាឬក៏ញោមស្អប់ខ្ពើមសត្វទាំងអស់នេះអាត្មាមិនដឹងទេប៉ុន្តែអ្វីដែលសំខាន់គឺអាត្មាអត់បានខឹងតបជាមួយនឹងញោមទេហើយក៏អត់បានយកសម្ដីញោមមកដាក់ក្នុងខ្លួនដើម្បីធ្វើជាការគិតនិងការឈឺចាប់ហើយខឹងតបទៅញោមវិញគឺអត់មានទេបងប៉ុន្តែអាត្មាចង់ឆ្លើយតបទៅញោមថាមនុស្សកើតមកសិតតែមានកម្មបងហ្នឹងហើយកម្មល្អនិងកម្មអាក្រក់បងហើយស្មោកគ្រោកនេះមិនចាំបាច់តែសត្វទាំងអស់នឹងទេសូម្បីតែមនុស្សយើងដែលរស់នៅខ្វះអនាម័យខ្វះរបៀបរៀបរយមិនចេះសម្អាតខ្លួនប្រាណគឺស្មោកគ្រោកណាស់ចឹងហើយបានព្រះអង្គទ្រង់សម្ដែងថារូបរាងកាយនេះជាអសុខដែលជារបស់គួរខ្ពើមរអើមជាទីបំផុតមនុស្សយើងកើតមកសុទ្ធតែមានកម្មរៀងខ្លួនកម្មជាកុសលណាមានបុណ្យតិចច្រើនមនុស្សខ្លះគេមានបុណ្យច្រើនគេទៅណាមកណាមានលៀបមានយសមានទ្រព្យសម្បត្តិច្រើនអញ្ចឹងមានមនុស្សហែហមអមដំណើរទៅច្រើនទៅអានឹងជាបុណ្យរបស់គេឯមនុស្សខ្លះទៀតទៅណាមកណាដូចខ្ញុំកណាអាត្មាភាពមានណាគេហែហមអមដំណើរមានតែសត្វឆ្កែនឹងហើយញោមមានបុណ្យមកពីណាទៀតអញ្ចឹងអាត្មានិយាយនេះមិនមែនចង់មានន័យថាចង់បានអ្វីមកសម្រាប់ខ្លួនឯងកងកើងរុងរឿងនោះគឺអត់ទេចម្រើនចង់និយាយថាពេលដែលយើងរស់នៅសពថ្ងៃនេះឃើញគេរស់នៅក្បែរយើងមានលៀបមានយសមានទ្រព្យសម្បត្តិកងកើងរុងរឿងអាហ្នឹងជាបុណ្យរបស់គេយើងរៀនត្រេកអរនឹងបុណ្យរបស់គេទៅហើយបើយើងមិនត្រេកអរនឹងបុណ្យរបស់គេទេនៅធម្មតាទៅញោមណាកុំតែចំណែននិន្ទាដោយចិត្តអាក្រក់វាចាអាក្រក់អានឹងនាំឲ្យបាបហើយបើឃើញអ្នករស់នៅក្បែរខ្លួនយើងណាគ្នាជួបទុក្ខលំបាកវេទនាខ្វះសពខ្វះគ្រប់ណាយើងមិនគួរមើងងាយបន្ទោសបង្អាប់បន្ថោកទេចម្រើនគួរមានសេចក្តីអាណិតអាសូរទៅលើគាត់ទៅចម្រើនហ្នឹងអត្តន័យដែលខ្ញុំកណាស្មារតីចង់និយាយមកថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេតែញាតិញោមណាដូច្នេះចូលដល់នៅក្តីមេត្តាករុណាដល់គ្នានឹងគ្នាដល់មនុស្សនិងសត្វយើងនឹងឋានសេចក្តីសុខសេចក្តីស្ងប់ច្រើនហើយសូមអរព្រះគុណនិងអរគុណដំឡូងមិនទៅខ្លួនណែតាមបានអត់កូនលងលក់អស់ណែខ្លួនให้ใส่កូនថៃអើយមើលតោះកូនតោះ